នៅក្នុងមួយច្រៃមានផ្លែញោហើយមួយនេះផ្លែល្វាជក់ចិត្តនឹងរសជាតិល្វាត្រាំឥឡូវនាងខ្ញុំបេះត្រាំទៀតហើយញោនេះយើងធ្វើសាប៊ូដោះខ្លួនល្អខ្លាំងបងប្អូនដោះមុខអីបាត់មុនហើយមុខឡើងរលោងសាប៊ូដុំប្តីនាងខ្ញុំក៏ធ្វើក៏ដាក់ប្រេងដូងត្រជាក់ផងទឹកឃ្មុំផងវីតាមីនផងហើយម្សៅល្មៀតនិយាយទៅឈ្ងុយអត់ក្លិនអត់ឈួលក្លិនញោទេយើងឈ្ងុយទឹកឃ្មុំប្រេងដូងត្រជាក់អញ្ចឹងណាចាបងប្អូនដែលមានបញ្ហារមាស់ស្បែកក្បាលមានអង្គេបញ្ហាសក់ជ្រុះបងប្អូនសាកល្បងប្រើសាប៊ូក្រូចសើចនាងខ្ញុំទៅចាសាប៊ូក្រូចសើចនាងខ្ញុំមានអប់មានកក់ចាហើយមួយនេះកក់មួយនេះអប់ដោយសារតែអតិថិជនដែលគាត់ធ្លាប់ប្រើអប់នេះគាត់ចង់ប្រើសាប៊ូដែលមានពពុះដោយមិនចង់ប្រើសាប៊ូដែលទិញពីគេដែលគ្រឿងផ្សំផ្សេងគាត់ចង់ប្រើសាប៊ូដែលមានពពុះផ្សំពីក្រូចសើចដូចគ្នាអញ្ចឹងណាដើម្បីកុំឲ្យថាយើងប្រើសាប៊ូលោកឡំគ្នាអញ្ចឹងទៅអញ្ចឹងដូចថាអប់នេះវាអត់មានពពុះទេអញ្ចឹងវាអត់មានវាមិនអាចលាងជំរះធូលីដីបានទេចាប៉ុន្តែវាយើងប្រើយូរទៅធ្វើឲ្យស្បែកក្បាលយើងត្រជាក់ហើយកូនសក់អាចដុះឡើងវិញហើយកាត់បន្ថយជ្រុះបានល្អចាហើយកក់នេះក៏ល្អដូចគ្នាដែរគាត់ថាវាមានពពុះចង់និយាយថាបើបងប្អូនចេញក្រៅទៅណាឆ្ងាយដែលមានធូលីដីជាប់សក់យើងប្រើនេះទៅលាងជំរះស្បែកក្បាលយើងបានល្អចាអតិថិជនជាច្រើនគាត់ថាពេលគាត់កក់ហើយគឺស្រឡះក្បាលស្រួលអារម្មណ៍ល្អអញ្ចឹងទៅចាអញ្ចឹងបងប្អូនប្រើជាឈុតទៅគឺល្អនាងខ្ញុំលក់មួយឈុតនេះតែ30000រៀលទេចា